លោកហេងគឹមហៀងបង្ហោះរូបភាពបង្ហាញពីស្ថានភាពដ៏លំបាករបស់លោកអមជាមួយសារយ៉ាងចាក់ដោតបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាលោកហេងគឹមហៀងមួយរយៈចុងក្រោយនេះឃើញថាលោកតែងតែបង្ហាញនៅស្ថានភាពដុនដាបពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីលោកបានបែកបាក់ជាមួយនឹងគ្រួសាររបស់លោកគឺអ្នកនាងលើបរិយារួចមកឃើញថាលោកហាក់ដូចជាតាតោលដោយលោកបានពេលខ្លះក៏បង្ហាញនៅការចាប់មុខរបរតាក់ទងទៅនឹងការលក់ផលិតផលអនឡាញប៉ុន្តែมันយូរប៉ុន្មានឃើញថាស្ងាត់ទៅវិញហើយលោកបង្ហាញពីស្ថានភាពរបស់លោកតាក់ទងទៅនឹងជំងឺដែលធ្វើឲ្យបងប្អូនមហាជនជាពិសេសអ្នកដែលគាំទ្រមានសេចក្តីអាណិតដោយកន្លងមកធ្លាប់តែឃើញជីវិតរបស់លោកស្រស់បំព្រងមានភាពរីករាយជាមួយនឹងគ្រួសារប៉ុន្តែពេលនេះលោកហាក់ដូចជាកណ្ដោចកណ្ដែងតែលតោលតែម្នាក់ឯងដោយបានបង្ហោះនៅរូបភាពបាយម្ហូបយ៉ាងសាមញ្ញហើយនឹងសភាពរបស់លោកអង្គុយអត់អាវស្លៀកខោជើងខ្លីហើយមើលទៅជើងមានអារម្មណ៍បង់ទៀតនោះលោកក៏បានរំលេចនៅសំណេរសរសេរចេញពីចិត្តរបស់លោកថាពីមនុស្សម្នាក់ដែលចូលចិត្តលេងសើចច្រើនប្រែមកជាមនុស្សស្ងប់ស្ងាត់នឹងសំណេរខ្លីមួយទៀតថាចូលធ្វើល្អដាក់គ្នាឲ្យបានច្រើនទើបមិនសូវឈឺបាទជាការពិតណាស់ប្រិយមិត្តទាំងអស់គ្នាឃើញថាកន្លងមកគឺលោកហេងគឹមហៀងគឺជាមនុស្សដែលរស់រាយរាក់ទាក់លេងសើចច្រើនមានមិត្តភ័ក្តិជាអ្នកដែលចូលចិត្តលេងកំ pl ែងហើយនិយាយអ្វីបែបកំ pl ែងស្ដែងកាលពីលោកនៅត្រូវរើគ្នាជាមួយនឹងអតីតភរិយារបស់លោកអ្នកនាងលើបរិយាគឺលោកតែងតែចេញនៅវីដេអូបែបសប្បាយស្ទើរតែគ្រប់ពេលវេលានិងគ្រប់ទីកន្លែងប៉ុន្តែចាប់តាំងពីបែកបាក់ពីភរិយារបស់លោករួចមកឃើញថាលោកមិនមានពេលវេលាជួបជុំទេដោយភាគច្រើនគឺលោកបង្ហាញតែរូបភាពលោកនៅម្នាក់ឯងហាក់ដូចជាមនុស្សដែលគ្មានញាតិមិត្តឬបងប្អូនដោយពេលខ្លះក៏ឃើញលោកនៅជាមួយនឹងម្ដាយរបស់លោកបាទបញ្ជាក់ផងដែរថាលោកហេងគឹមហៀងធ្លាប់បានប្រាប់ថាលោកមានជំងឺទឹកដក់នៅក្នុងជង្គង់ចឹងហើយលោកឃើញថាព្យាបាលរយៈពេលយូរហើយតែហាក់មិនទាន់បានធូរស្បើយ 100% ទេហើយពេលខ្លះឃើញថាលោកបានបង្ហោះសារប្លែកៗនិយាយទៅហាក់ដូចជាមនុស្សកំពុងតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហើយរហូតដល់ចង់គិតខ្លីម្ដងម្កាលថែមទៀតផងបាទផ្ទុយស្រឡះពីអតីតភរិយារបស់លោកអ្នកនាងលើបរិយាពេលនេះឃើញថាចាប់ផ្ដើមរីកមុខរីកមាត់ហើយក៏ចាប់ផ្ដើមចេញនៅคลิปវីដេអូខ្លីៗបណ្ដើហើយនឹងបង្ហាញទៅនឹងស្ថានភាពរបស់កូនភ្លោះឃើញថាមានសុខភាពល្អជាធម្មតាប៉ុន្តែមិនទាន់ឲ្យឃើញមុខទេដោយអ្នកនាងលើបរិយាបាននិយាយថាសូមលាក់ទុកសិនតើតើទៅនឹងរូបសម្រស់មុខមាត់អញ្ចឹងហើយអាចនឹងមិនយូរទេអ្នកនាងលើបរិយានឹងបង្ហាញនៅមុខមាត់កូនភ្លោះរបស់អ្នកនាងហើយក៏អាចអ្នកនាងក៏ចាប់ផ្ដើមមានអ្វីថ្មីសម្រាប់បងប្អូនហ្វេនដែលជាអ្នកគាំទ្រដូចជាអ្នកនាងអាចនឹងវិលមកលក់ផលិតផលនៅលើវិស័យអនឡាញដោយការគ្រាមុនក៏ថាបានពីព្រោះថាមួយរយៈចុងក្រោយនេះឃើញថាអ្នកនាងលើបរិយាគឺកំពុងតែថែទាំនៅសម្រស់ឲ្យឆាប់ស្រស់ស្អាតបន្ទាប់ពីសម្រាលកូនខ្ចីរួច